សួស្តីលោកតាលោកយាយនិងបងប្អូនជាទីស្រឡាញ់គ្រាន់តែជាកែវកាហ្វេតូចមួយនៅពេលព្រឹកមិនត្រឹមតែជួយយើងភ្ញាក់រលឹកប៉ុណ្ណោះទេតាមពិតវាជាឱសថធម្មជាតិដ៏អស្ចារ្យដែលអាចនាំមកនូវសុខភាពល្អនិងអាយុជីវិតយូរអង្វែងទោះជាយ៉ាងណាកាហ្វេត្រូវបានគេប្រៀបធៀបទៅនឹងដាវមុខពីរព្រោះបើយើងទទួលទានខុសវិធីវានឹងក្លាយទៅជាគូសត្រូវស្ងាត់បំផ្លាញខ្លាមបេះដូងនិងរំខានដល់ដំណេករបស់យើងថ្ងៃនេះមេរៀនជីវិតសូមអញ្ជើញលោកតាលោកយាយនិងបងប្អូនមកស្វែងយល់ជាមួយគ្នាអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង9យ៉ាងរបស់កាហ្វេនៅពេលដែលយើងផឹកត្រូវតាមគោលការណ៍វិទ្យាសាស្ត្រក្រៅពីនេះយើងក៏នឹងរៀនអំពីវិធីផឹកឲ្យបានត្រឹមត្រូវនិងការព្រមានចំពោះក្រុមមនុស្ស5ប្រភេទដែលគួរតែជៀសវាងឬកាត់បន្ថយការទទួលទានដើម្បីការពារសុខភាពឲ្យបានយូរអង្វែងចូលយើងចាប់ផ្ដើមដំណើរស្វែងយល់នេះដើម្បីធ្វើឲ្យកែវកាហ្វេប្រចាំថ្ងៃក្លាយទៅជាមិត្តសម្លាញ់សុខភាពរបស់យើងអត្ថប្រយោជន៍មាសទាំង9យ៉ាងរបស់កាហ្វេនៅពេលទទួលទានត្រូវវិធីអត្ថប្រយោជន៍ទី1ធ្វើឲ្យប្រសើរឡើងនឹងមុខងារខួរក្បាលនិងសុខភាពសរសៃប្រសាទកាហ្វេជាជំនួយដ៏អស្ចារ្យសម្រាប់ខួរក្បាលរបស់លោកតាលោកយាយនិងបងប្អូនកាហ្វេអ៊ីនដែលជាសារធាតុធម្មជាតិនៅក្នុងកាហ្វេជំរុញប្រព័ន្ធសរសៃប្រសាទកណ្ដាលជួយបង្កើនការផ្ដោតអារម្មណ៍ពន្លឿនប្រតិកម្មនិងធ្វើឲ្យចងចាំរយៈខ្លីបានល្អក្រោយផឹក30នាទីកម្រិតដូប៉ាមីនកើនឡើងធ្វើឲ្យចិត្តភ្លឺស្វាងនិងកាត់បន្ថយភាពភ្លេចភ្លាំងឧទាហរណ៍ការផឹកកាហ្វេមួយប៉ែងមុនអានសៀវភៅឬធ្វើកិច្ចការប្រចាំថ្ងៃអាចជួយឲ្យលោកតាឬលោកយាយចងចាំលឿននិងផ្ដោតអារម្មណ៍បានប្រសើរលើសពីនេះកាហ្វេក៏ជួយការពារសុខភាពសរសៃប្រសាទរយៈវែងយោងតាម Journal of Alzheimer's Disease ការផឹកកាហ្វេទៀងទាត់អាចទប់ស្កាត់កំណក beta amyloid ដែលជាមូលហេតុនៃជំងឺ Alzheimer និងកាត់បន្ថយហានិភ័យជំងឺនេះបានរហូតដល់ 65% វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃប្រសាទផ្សេងទៀតនិងធ្វើឲ្យអារម្មណ៍ស្រស់ថ្លាដោយសារការជំរុញសារធាតុដូប៉ាមីនអត្ថប្រយោជន៍ទី2ការពារថ្លើមកាហ្វេមានឥទ្ធិពលកាត់បន្ថយហានិភ័យនៃជំងឺរលាកថ្លើមគ្រុនថ្លើមនិងជាពិសេសមហារីកថ្លើមការសិក្សាធំៗបានបង្ហាញថាអ្នកដែលផឹកកាហ្វេទៀងទាត់មានកម្រិតអង់ស៊ីមថ្លើម AST ALT និង GGT ទាបជាងគួរឲ្យកត់សម្គាល់ដែលបង្ហាញថាថ្លើមដំណើរការបានរលូននិងមិនសូវរងការខូចខាតកាហ្វេអ៊ីននិងប៉ូលីពីណុលក៏ជួយកាត់បន្ថយការកកខ្លាញ់ក្នុងថ្លើមដែលជាកត្តាសំខាន់ក្នុងការការពារជំងឺខ្លាញ់រំថ្លើមនិងរលាកថ្លើមរ៉ាំរ៉ៃអត្ថប្រយោជន៍ទី3ការពារបេះដូងនិងប្រឆាំងការរលាកទូទាំងរាងកាយកាហ្វេជាអ្នកការពារដ៏ស្មោះស្ម័គ្រសម្រាប់បេះដូងនិងរាងកាយរបស់លោកតាលោកយាយនិងបងប្អូនវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនជាពិសេសអាស៊ីតក្លូរូជេនិកដែលដើរតួជាខែលជីវវិទ្យាបន្សាបរ៉ាឌីកាល់សេរីមូលហេតុបណ្ដាលឲ្យកោសិកាចាស់លឿននិងខូចខាត DNA យោងតាម American Heart Association ការផឹកកាហ្វេ1ទៅ2ប៉ែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងសរសៃឈាមគ្រុនបានរហូតដល់ 20% ដែលកាត់បន្ថយការរលាករ៉ាំរ៉ៃនិងការពារស្រទាប់ខាងក្នុងសរសៃឈាមលើសពីនេះកាហ្វេអ៊ីនជួយជំរុញចរាចរណ៍ឈាមបង្កើនលំហូរអុកស៊ីហ្សែនទៅបេះដូងនិងខួរក្បាលដែលជួយឲ្យលោកតាលោកយាយមានអារម្មណ៍ស្រស់ថ្លានិងធ្វើសកម្មភាពប្រចាំថ្ងៃដូចជាដើរលេងឬធ្វើការងារស្រាលបានស្រួលជាងមុនវិធីផឹកល្អបំផុតផឹក1ទៅ2ប៉ែងតូច100ទៅ150មីលីលីត្រនៅពេលព្រឹកជាមួយកាហ្វេសុទ្ធឬបន្ថែមទឹកដោះគោតិចតួចជៀសវាងផឹកលើសកម្រិតឬផឹកនៅពេលល្ងាចដើម្បីកុំឲ្យប៉ះពាល់សម្ពាធឈាមអត្ថប្រយោជន៍ទី4ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកអ្នកដែលផឹកកាហ្វេទៀងទាត់មានអត្រាប្រឈមនឹងជំងឺមហារីកមួយចំនួនទាបជាងមហារីកក្រពេញប្រូស្តាតបុរសកាហ្វេអ៊ីននិងប៉ូលីហ្វេណុលជួយសម្រួលអរម៉ូនភាពបុរសការពារការលូតលាស់មិនប្រក្រតីនៃកោសិកាក្រពេញប្រូស្តាតមហារីកស្រទាប់ខាងក្នុងស្បូនស្ត្រីជួយធ្វើឲ្យមានតុល្យភាពអរម៉ូនអេស្ត្រូហ្សែននិងអេនស៊ូលីនដែលជាកត្តាពាក់ព័ន្ធនឹងមហារីកស្ត្រី
មហារីកសុដិនពោះវៀនធំនិងថ្លើមប៉ូលីហ្វេណុលជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងជួយទប់ស្កាត់ការបង្កើតនិងការបន្តពូជនៃកោសិកាអាក្រក់ព្រមទាំងជួយថ្លើមកម្ចាត់ជាតិពុលអត្ថប្រយោជន៍ទី5កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី2ការសិក្សាបានបង្ហាញថាការផឹកកាហ្វេរៀងរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី2រហូតដល់ 50% យន្តការនេះគឺដោយសារអាស៊ីតក្លូរ៉ូជេនិកជួយបង្កើនភាពប្រែប្រួលនៃអេងស៊ូលីនកាត់បន្ថយការស្រូបយកគ្លីកូសក្នុងពោះវៀននិងជួយកោសិកាប្រើប្រាស់ជាស្ករបានល្អប្រសើរអត្ថប្រយោជន៍ទី6បង្កើនប្រសិទ្ធភាពនៃការហាត់ប្រាណកាហ្វេអ៊ីនធ្វើឲ្យប្រព័ន្ធសរសៃប្រសាទកណ្ដាលសកម្មជួយកាត់បន្ថយអារម្មណ៍អស់កម្លាំងបង្កើនកម្លាំងសាច់ដុំនិងបង្កើនកម្រិតនៃការស៊ូទ្រាំនិងការឈឺចាប់ពេលហាត់ប្រាណការផឹកកាហ្វេមួយប្រេងប្រហែលជា30នាទីមុនពេលហាត់ប្រាណជួយសម្រេចបានប្រសិទ្ធភាពខ្ពស់ជាពិសេសក្នុងការហាត់ប្រាណជិះកង់ឬលើកទម្ងន់កាហ្វេក៏ជួយបង្កើនដំណើរការដុតខ្លាញ់ផងដែរសូមជ្រើសរើសតែកាហ្វេសុទ្ធមិនមានជាតិស្ករឬមានទឹកដុតនគរតិចតួចប៉ុណ្ណោះអត្ថប្រយោជន៍ទី7ជួយកាត់បន្ថយហានិភ័យនៃជំងឺ Good ការផឹកកាហ្វេទៀងទាត់អាចកាត់បន្ថយហានិភ័យនៃជំងឺរោគ Good រហូតដល់ 57% យន្តការគឺកាហ្វេជួយបន្ថយកម្រិតអាំងស៊ូលីនក្នុងឈាមដែលនាំឲ្យកម្រិតអាស៊ីតអ៊ីរិកមូលហេតុនៃការឈឺចាប់ Good ក៏ថយចុះតាមនោះដែរសារធាតុប្រឆាំងអុកស៊ីតកម្មក៏ជួយកាត់បន្ថយការរលាកនៅឯសន្លក់ផ្ទាល់និងបង្កើនចរាចរណ៍ឈាមអត្ថប្រយោជន៍ទី8កាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តកែលម្អអារម្មណ៍និងផ្លូវចិត្តកាហ្វេអ៊ីនជំរុញប្រព័ន្ធសរសៃប្រសាទកណ្ដាលបន្តិចបន្តួចជួយបង្កើនការផលិតសេរ៉ូតូនីននិងដូផាមីនអរម៉ូននៃសុភមង្គលការផឹកកាហ្វេជួយមនុស្សជាច្រើនមានអារម្មណ៍ភ្ញាក់រលឹករីករាយនិងមានកម្លាំងចិត្តដើម្បីចាប់ផ្ដើមថ្ងៃថ្មីចំពោះមនុស្សចាស់កាហ្វេជួយកាត់បន្ថយអារម្មណ៍ឯកោថប់អារម្មណ៍និងនឿយហត់ផ្លូវចិត្តអត្ថប្រយោជន៍ទី9ពន្យាអាយុជីវិតការសិក្សាធំៗជាច្រើនបានកត់ត្រាថាអ្នកដែលរក្សាទម្លាប់ផឹកកាហ្វេក្នុងកម្រិតល្មម1ដល់2ពែងក្នុងមួយថ្ងៃមានអត្រាស្លាប់មុនអាយុទាបជាង10ដល់ 10% អត្ថប្រយោជន៍នេះមកពីកាហ្វេជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាបេះដូងទឹកនោមផ្អែមថ្លើម Alzheimer Good និងជួយកាត់បន្ថយការរលាករ៉ាំរ៉ៃដែលជាឫសគល់នៃដំណើរការចាស់ជរាផ្នែកបន្ទាប់មេរៀនជីវិតសូមណែនាំ5ក្រុមមនុស្សដែលត្រូវកាត់បន្ថយឬជៀសវាងការផឹកកាហ្វេកាហ្វេគឺជាភេសជ្ជៈដ៏អស្ចារ្យបើសិនជាប្រើត្រូវវិធីប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែស័ក្តិសមជាមួយភេសជ្ជៈនេះទេក្រុមមនុស្សខាងក្រោមនេះត្រូវប្រុងប្រយ័ត្នសូម្បីតែផឹកតែ1ឬ2ពែងក៏អាចមានផលប៉ះពាល់អវិជ្ជមានក្រុមទី1អ្នកដែលគេងមិនលក់ថប់បារម្ភឬមានបញ្ហាសរសៃប្រសាទស្វ័យប្រវត្តិកាហ្វេអ៊ីនជំរុញប្រព័ន្ធសរសៃប្រសាទកណ្ដាលបង្កើនចង្វាក់បេះដូងធ្វើឲ្យមានអារម្មណ៍ភ័យអន្ទះអន្តែងពិបាកសម្រាកមនុស្សចាស់ក្រោយអាយុ50ឆ្នាំដែលមានប្រព័ន្ធសរសៃប្រសាទងាយប្រតិកម្មផឹកកាហ្វេពេលល្ងាចអាចបណ្ដាលឲ្យគេងមិនលក់ដំណោះស្រាយគឺជ្រើសរើសកាហ្វេរាវហើយមិនត្រូវផឹកក្រោយម៉ោង3ល្ងាចក្រុមទី2ស្ត្រីមានផ្ទៃពោះឬកំពុងបំបៅដោះកូនកាហ្វេអ៊ីនងាយឆ្លងកាត់សក់ដែលអាចនាំឲ្យទារកមានកង្វះអាហារូបត្ថម្ភតិចតួចជំរុញការកន្ត្រាក់ស្បូនឬបង្កើនចង្វាក់បេះដូងរបស់ម្ដាយស្ត្រីមានផ្ទៃពោះគួរកាត់បន្ថយឲ្យបានច្រើនបំផុតគួរតែប្រើតែកាហ្វេគ្មានកាហ្វេអ៊ីន decaf ត្រឹមតែ1ពែងក្នុងមួយថ្ងៃតែប៉ុណ្ណោះបើសិនជាឃ្លានខ្លាំងក្រុមទី3អ្នកដែលមានជំងឺលើសឈាមចង្វាក់បេះដូងរត់បន្ទាន់ទាត់ឬជំងឺសរសៃឈាមបេះដូងកាហ្វេអាចបង្កើនចង្វាក់បេះដូងបណ្ដោះអាសន្ននិងធ្វើឲ្យសរសៃឈាមរួមតូចដែលបណ្ដាលឲ្យសម្ពាធឈាមកើនឡើងបន្តិចក្នុងរយៈពេល2ម៉ោងក្រោយផឹកការផ្លាស់ប្ដូរនេះអាចបណ្ដាលឲ្យមានអារម្មណ៍ភ័យមិនស្រួលខ្លួនបើនៅតែចង់ផឹកគួរតែតាមដានសម្ពាធឈាម30នាទីក្រោយផឹកហើយជ្រើសរើសប្រភេទឆុងរាវៗគ្មានជាតិស្ករគ្មានទឹកដោះគោខប់ក្រុមទី4អេដមីនជំងឺរលាកក្រពះជំងឺច្រាលអាស៊ីតក្រពះកាហ្វេអ៊ីនជំរុញការបញ្ចេញអាស៊ីតក្រពះបណ្ដាលឲ្យមានអារម្មណ៍ក្រហាយហើមពោះមិនត្រូវផឹកកាហ្វេពេលពោះទទេជាដាច់ខាត
បើជន់ផឹកសូមផឹកក្រោយអាហារពេលព្រឹកយ៉ាងតិច30នាទីហើយជ្រើសរើសប្រភេទ Arabica ឬ Decaf ជូរចត់តិចអាស៊ីតតិចក្រុមទី5អ្នកដែលមានជំងឺពុកឆ្អឹងឬស្ត្រីអស់រដូវកាហ្វេអ៊ីនអាចបង្កើនការបញ្ចេញជាតិកាល់ស្យូមតាមទឹកនោមការផឹកកាហ្វេច្រើនដោយមិនបានបន្ថែមជាតិកាល់ស្យូមគ្រប់គ្រាន់អាចធ្វើឲ្យឆ្អឹងចុះខ្សោយនិងងាយបាក់ដំណោះស្រាយគឺផឹកទឹកដោះគោកាល់ស្យូមឬបន្ថែមជាតិកាល់ស្យូមរាល់ថ្ងៃព្រមទាំងមិនត្រូវផឹកលើសពី2ពែងតូចក្នុងមួយថ្ងៃកាហ្វេមិនមែនគ្រាន់តែជាភេសជ្ជៈសម្រាប់ភ្ញាក់រលឹកនៅពេលព្រឹកប៉ុណ្ណោះទេវាជាឱសថធម្មជាតិដ៏អស្ចារ្យដែលអាចការពារបេះដូងថ្លើមនិងខួរក្បាលព្រមទាំងនាំមកនូវអារម្មណ៍ស្រស់ថ្លានិងអាយុជីវិតយូរអង្វែងប៉ុន្តែដូចជាដាវមុខពីរកាហ្វេអាចបង្កគ្រោះថ្នាក់ប្រសិនបើយើងផឹកខុសវិធីឬផឹកច្រើនហួសកម្រិតដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង9នេះលោកតាលោកយាយនិងបងប្អូនគួរផឹកកាហ្វេក្នុងបរិមាណសមស្របនៅពេលព្រឹកនិងស្ដាប់សញ្ញាពីរាងកាយខ្លួនឯងសម្រាប់អ្នកដែលមានជំងឺប្រចាំកាយសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យកាហ្វេក្លាយជាមិត្តសម្លាញ់មិនមែនជាសត្រូវចូលយើងធ្វើឲ្យរាល់កែវកាហ្វេនាំមុខនូវសុខភាពនិងសេចក្តីសុខនៅក្នុងជីវិតប្រចាំថ្ងៃសូមអរគុណលោកតាលោកយាយនិងបងប្អូនទាំងអស់ដែលបានចំណាយពេលជាមួយមេរៀនជីវិតដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍និងការប្រុងប្រយ័ត្ននៃកាហ្វេសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អអារម្មណ៍រីករាយនិងរីករាយជាមួយរាល់កែវកាហ្វេដែលផឹកប្រកបដោយសុខភាពសូមជួបគ្នាម្ដងទៀតនៅក្នុងមេរៀនជីវិតបន្តដើម្បីចែករំលែកចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណ